រុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានៅមើលកំសាន្តលេងសម្រាប់ថ្ងៃទី17 ខែ 9 2025តម្រុយរបស់យាយក៏មានប៉ុណ្ណឹងហើយយាយក៏មានសបិននិយាយជូនពុកម៉ែបងប្អូនស្រាប់កំសាន្តដូចគ្នាតាមមុននឹងនិយាយសបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជា subscribe ទៅប៉ុណ្ណឹងឲ្យ channel យាយម្នាក់មួយផងមុនណាដើម្បីទទួលបានវីដេអូក្រោយៗក៏ដូចជាពុកម៉ែបងប្អូនចង់បានតម្រុយតាមម៉ោងកុំភ្លេចចុច link នេះយាយដាក់លើ comment ហ្នឹងទៅនឹងឃើញតម្រុយតាមម៉ោងនៅទីនោះមានទទួលកត់តែចង់ពុកម៉ែបងប្អូនចូលមកស្ដាប់សបិនយាយយប់មិញនេះយាយសបិនឃើញចាចាប់ត្រីដំរីមួយណាបងប្អូនចាប់ត្រីដំរីមួយយកមកធ្វើអង្គុយធ្វើលើក្តារជ្រុញណាត្រីនោះឡើងប៉ប៉ិនកដៃធំដែរត្រីដំរីបងប្អូនតែសកាហើយអស់ហើយត្រីហ្នឹងងាប់ទេបងប្អូនត្រីហ្នឹងងាប់ហើយយាយយកមកលាងសម្អាតកោសសកាវាធ្វើវាម្ដងទៀតចឹងណាហ្នឹងហើយឃើញអង្គុយធ្វើត្រីនៅលើក្តារជ្រុញបងប្អូនត្រីដំរីណាហើយយាយក្តាប់នៅក្នុងសបិនហ្នឹងក្តាប់នឹងដៃឡើងណែនហ្មងណាហើយក្តាប់ហើយមើលចុះមើលឡើងចារបៀបដូចថាឃើញវាធំពេកចឹងណាហ្នឹងហើយចឹងយាយក៏កាត់យក30 គុត 35 63 65 38 35 គុត 365 8 36អស់30និងអស់60ចឹងពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងៗសំណាងល្អៗគ្នាចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ